សំឡេងទូរស័ព្ទប្រាំថាមានគេផ្ញើសារនៅក្នុងចិត្តនេះសែនអរពេលក្រៃគិតថាជារូបស្រីដែលផ្ញើមកឲ្យបងព្រោះពៅនួនអងក៏នឹងរលឹងដល់មកដែរតែពេលចាប់ផ្ដើមអានសារសែនអន់ចិនដាក្នុងចិនអរពាក្យនឹងនិយាយស្ដីគឺជានាងដទៃដែលផ្ញើមកឲ្យបងមិនមែននួនអងដែលបងគេងរំពឹងនោះឡើយមនុស្សខ្ញុំស្នេហ៍ដេញទុកខ្ញុំចោលយូរដល់លឹងបើសិនអូនខឹងមកក៏សំទោមានមេតើដឹងទេមកនឹករូបអូនខ្លាំងណាស់ស្នេហ៍តើអូនមានដឹងទេមានស្នេហ៍ថាបងឯកានៅតែចាំសំឡេងសារជីវ៉ាណាប្រលឹងឆាប់ចូលគេងហើយចង់ខឹងនឹងទេគេនឹងបងយូរពេកប្រលឹងប្រយ័ត្នអូនឆាប់ចាបើឃើញសារសូមតបរហ័ងនឹកនឹងអូនដឹងទេសំឡេងទូរស័ព្ទប្រាំថាមានគេផ្ញើសារនៅក្នុងចិត្តនេះសែនអរពេលក្រៃគិតថាជារូបស្រីដែលផ្ញើមកឲ្យបងព្រោះពៅនួនអងក៏នឹងរលឹងដល់មកដែរតែពេលចាប់ផ្ដើមអានសារសែនអន់ចិនដាក្នុងចិនអរពាក្យនឹងនិយាយស្ដីគឺជានាងដទៃដែលផ្ញើមកឲ្យបងមិនមែននួនអងដែលបងគេងរំពឹងនោះឡើយមនុស្សខ្ញុំស្នេហ៍ដេញទុកខ្ញុំចោលយូរដល់លឹងបើសិនអូនខឹងមកក៏សំទោមានមេតើដឹងទេមកនឹករូបអូនខ្លាំងណាស់ស្នេហ៍តើអូនមានដឹងទេមានស្នេហ៍ថាបងឯកានៅតែចាំសំឡេងសារជីវ៉ាណាប្រលឹងឆាប់ចូលគេងហើយចង់ខឹងនឹងទេគេនឹងគុំខាងបងយូរពេកប្រលឹងប្រយ័ត្នអូនឆាប់ចាបើឃើញសារសូមតបរហ័ងនឹកនឹងអូនដឹងទេនៅតែចាំសំឡេងសារជីវ៉ាណាប្រលឹងឆាប់ចូលគេងហើយចង់ខឹងនឹងទេគេនឹងគុំខាងបងយូរពេកប្រលឹងប្រយ័ត្នអូនឆាប់ចាបើឃើញសារសូមតបរហ័ងនឹកនឹង